ជំរាបសួរខ្ញុំឈ្មោះសែមកំសានជានាយកសាលានៃសាលាបឋមសិក្សាវត្តឃ្លៀងក៏ជានាយកសាលានៃសាលាឧបសម្ព័ន្ធចុងប្លាយហើយសាលាបឋមសិក្សាចុងប្លាយនេះត្រូវបានបង្កើតឡើងនិងសាងសង់នៅក្នុងឆ្នាំ2016ដែលមានទីតាំងស្ថិតនៅក្នុងភូមិតាចនាងឃុំកំពង់ឃ្លៀងស្រុកសូត្រនិគមខេត្តសៀមរាបហើយបច្ចុប្បន្ននេះគឺនៅក្នុងសាលាបឋមសិក្សាចុងប្លាយនេះគឺមានសិស្សានុសិស្សកំពុងតែសិក្សានៅទីនេះគឺមានចំនួន55នាក់ស្រី30នាក់ហើយក្នុងនោះផងដែរគឺយើងបែងចែកជា2ថ្នាក់គឺមានថ្នាក់ទី1និងថ្នាក់ទី2ថ្នាក់ទី1គឺមានចំនួនសិស្សសរុប25នាក់ស្រី15នាក់ហើយនៅថ្នាក់ទី2មានចំនួនសិស្សសរុប30នាក់ស្រី15នាក់ហើយសាលាបឋមសិក្សាចុងប្លាយនេះគឺបានដើរតួយ៉ាងសំខាន់ក្នុងការផ្ដល់ចំណេះដឹងក៏ដូចជាផ្ដល់សេវាអប់រំទៅកាន់សិស្សានុសិស្សដែលស្ថិតនៅភូមិតាចនាងជាពិសេសគឺតំបន់ចុងប្លាយបាទហើយកត្តាសំខាន់ដែលធ្វើឲ្យម្ចាស់ជំនួយគាត់យល់ព្រមឧបត្ថម្ភជួយដល់សាលាបឋមសិក្សាចុងប្លាយនេះដោយសារគាត់មើលឃើញពីភាពលំបាកជាក់ស្ដែងរបស់សិស្សានុសិស្សព្រោះសិស្សានុសិស្សដែលសិក្សានៅទីនេះគឺសុទ្ធតែជាកុមារដែលមកពីគ្រួសារក្រីក្រមានជីវភាពខ្វះខាតហើយការសាងសង់ floating ដូចជាទីលានកីឡានេះគឺចូលរួមយ៉ាងសំខាន់ក្នុងការសិក្សារបស់សិស្សទាំងចំណេះដឹងទាំងផ្នែកកីឡាដើម្បីហាត់ប្រាណដើម្បីសុខភាពបាទបន្ថែមលើសពីនេះទៀតគឺបន្ទាប់ពីយើងជួសជុលសាលាហើយនឹងទទួលបានទីលានលេងកីឡាថ្មីនេះគឺកុមារមានចិត្តសប្បាយក្នុងការមកសិក្សានៅសាលាហើយមួយវិញទៀតកុមារអាចមានលទ្ធភាពទទួលបានចំណេះដឹងទាំងផ្នែកបញ្ញាកាយហើយនិងស្មារតីសូមជម្រាបសួរខ្ញុំបាទឈ្មោះម៉ៅរទ្ធីដែលជាគ្រូបង្រៀននៅសាលាបឋមសិក្សាចុងប្លាយបង្រៀននៅក្នុងថ្នាក់ទី1អញ្ចឹងយើងឃើញថាបន្ទាប់ពីបានសាងសង់នៅកន្លែងលេងកីឡាសម្រាប់កូនសិស្សកុមារទាំងអស់នេះមានសប្បាយចិត្តនឹងកន្លែងកីឡាថ្មីនេះអញ្ចឹងគាត់មានភាពសប្បាយរីករាយដែលមានកន្លែងលេងថ្មីពោះខ្ញុំបាទជាគ្រូបង្រៀនក៏សូមសម្ដែងការសប្បាយរីករាយចំពោះកន្លែងដែលធ្វើថ្មីយ៉ាងដែរដែលបានអ្នកជំនួយជួយខាងសាលានឹងហើយខ្ញុំសូមជូនពរឲ្យពួកគាត់មានសុខភាពល្អសុវត្ថិភាពល្អក្នុងការធ្វើដំណើរទៅទីកន្លែងបាទសូមអរគុណសាលាផ្ដាច់ទឹកនេះគឺជាសាលាមួយដែលបម្រើនៅសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋដែលលោកមិនមានផ្ទះសម្បែងនៅក្នុងភូមិហើយគាត់មានទីលំនៅជាផ្ទះបណ្ដែតទឹកហើយគាត់បានជាលទ្ធទីទៅតាមរដូវប្រាំងគាត់ចុះទៅនៅមាត់ទន្លេនោះហើយនៅរដូវវស្សាគាត់ឡើងមកនៅចុងភូមិដូច្នេះតាកតងការងាររៀនសូត្រក្មេងៗដែលជាកូនចៅរបស់គាត់នេះនៅរដូវប្រាំងនេះត្រូវចុះទៅនៅមាត់ទន្លេនោះហើយពុំមានសាលារៀនសូត្រទេដល់ក្រោយមកយើងបានសប្បុរសជួននេះជួយនៅសាលានេះបានផ្ដល់នូវអត្ថប្រយោជន៍ឲ្យក្មេងនេះបានចូលរៀនពុំមានក្មេងណាដែលមិនបានចូលរៀននោះទេហើយកាលមុនមានសាលានេះគឺក្មេងមួយចំនួនដែលតាមឪពុកម្ដាយទៅរស់នៅមាត់ទន្លេនោះតាមចល័តទីតាមរដូវកាលនោះគឺមិនបានចូលរៀនទេដោយសារឆ្ងាយពីសាលារៀននៅភូមិនេះនេះជាអត្ថប្រយោជន៍របស់សាលាផ្ដាច់ទឹកនេះហើយខ្ញុំជំនួសមុខឲ្យក្រុមប្រសាឃុំប្រជាពលរដ្ឋដែលនៅក្នុងភូមិកំពង់ឃ្លៀងពិសេសចំពោះបងប្អូនដែលរស់នៅភូមិផ្ដាច់ទឹកនេះសូមថ្លែងអរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ជំនួយដែលបានឧបត្ថម្ភគាំទ្រក្នុងការគាំទ្រទៅលើសាលាសម្រាប់សិស្សានុសិស្សបានចូលរៀនសូត្រហើយនឹងបានផែនេះសម្រាប់សិស្សានុសិស្សបានរៀនកីឡាផងហើយនឹងរៀនកិច្ចការងារផ្សេងៗដែលគ្រូចាំបាច់ឲ្យក្មេងៗនេះបានយល់ដឹងពីការងារអប់រំហើយមួយទៀតខ្ញុំសូមជូនពរដល់ម្ចាស់ជំនួយឲ្យ
ជួបប្រទេសតែសេចក្តីសុខហើយទទួលបានជោគជ័យឬភារកិច្ចដែលខ្លួនមានគោលបំណងទៅណាឲ្យបានជោគជ័យទាំងអស់បាទ